សូមជម្រាបសួរប្រិយមិត្តនៅក្នុងសម្ព័ន្ធ YouTube ទាំងអស់ខ្ញុំបាទ Channel រិទ្ធីសូមអរគុណហើយសូមបងប្អូនទាំងគ្នាបានបន្តស្ដាប់អាណាចក្រភ្នំនៅភាគទី3បន្តទៀតបាទសូមអរគុណក្នុងពេលប្រតិបត្តិការមួយដោយព្រះអង្គចាប់ផ្ដើមមានជំងឺព្រះអង្គបានបញ្ជូនកូនឈ្មោះកិនជេងឲ្យដឹកនាំទ័ពចេញច្បាំងជំនួសព្រះអង្គព្រះបាទហ្វាន់ម៉ាន់បានទុកក្មួយឈ្មោះច័ន្ទដែលមានកំពូលប្រមាណ2000នាក់នៅចិត្តសម្រាប់ការពារច័ន្ទជាកូនប្រុសរបស់បងស្រីព្រះអង្គតែមេទ័ពច័ន្ទបែរជាឆ្លៀតឱកាសនេះធ្វើរដ្ឋប្រហារសម្លាប់ព្រះបាទហ្វាន់ម៉ាន់ជាមាហើយប្រកាសតាំងខ្លួនជាព្រះមហាក្សត្រនគរភ្នំព្រឹត្តិការណ៍នេះប្រហែលជាផ្ទុះនៅក្នុងស225-230ព្រះបាទហ្វាន់ច័ន្ទឬព្រះបាទធូនិនត្រូវឺរម៉ុនគូ225-245ពេលឡើងគ្រងរាជភ្លាមព្រះបាទហ្វាន់ច័ន្ទបានចេញបញ្ជាឲ្យគេធ្វើឃាតពួកក្សត្រពេញច្បាប់ចោលអស់តែកាលនោះអនុជព្រះបាទកិនជេងបានរត់រួចពីការកាប់សម្លាប់នេះលុះធំដឹងក្តីកាលណាព្រះអង្គក៏វិលត្រឡប់មកសម្លាប់ព្រះបាទហ្វាន់ច័ន្ទសងសឹកជួរាជវង្សព្រះអង្គបានដូចប្រាថ្នាមែនតែមិនបានប៉ុន្មានផងព្រះអង្គបែរជាត្រូវមេទ័ពជំនិតរបស់ព្រះហ្វាន់ច័ន្ទធ្វើគុតវិញម្ដងរឿងរ៉ាវនេះកើតនៅវាងគូស225-230គេបានរកឃើញសិលាចារឹកមួយដែលមានចំណាស់ជាងគេបំផុតនៅវ៉ូកាញ់ដែលចារពីទំនាក់ទំនងការទូតរវាងព្រះអង្គនិងមហាក្សត្រឥណ្ឌារាជវង្សមូរ៉ុនតួព្រះបាទហ្វាន់ស៊ីយុនស៊ីហុងឬព្រះបាទឱសាជ័យគូស245-287ក្រោយពីបានធ្វើបុត្រាទី2របស់ព្រះបាទហ្វាន់ម៉ាន់មេទ័ពរបស់ហ្វាន់ច័ន្ទគឺហ្វាន់ស៊ីហុងក៏បានក្លាយទៅជាស្ដេចនៃនគរហ្វូននៅស245ព្រះអង្គបានទទួលរាជទូតចិន2នាក់នៅចន្លោះក268-287ព្រះអង្គបានបញ្ជូនរាជទូតខ្មែរទៅស្រុកចិនវិញជាបន្តបន្ទាប់ព្រះបាទហ្វាន់ស៊ីហុងគ្រងរាជនៅនគរភ្នំយ៉ាងហោចណាស់ក៏ដល់ស287ដែរគឺជាឆ្នាំទំនាក់ទំនងការទូតចុងក្រោយរបស់ព្រះអង្គជាមួយប្រទេសចិនបើតាមឯកសារចិននោះរាជវង្សរបស់ព្រះថោងនិងនាងនាថបានគ្រប់គ្រងនៅប្រទេសខ្មែររហូតពីសតវត្សដូច្នេះស្ដេចទាំងប៉ុន្មានដែលបានរៀបរាប់ខាងលើសុទ្ធសឹងតែជារាជវង្សរបស់ព្រះថោងនិងនាងនាថទាំងអស់3សង្គមខ្មែរសម័យអាណាចក្រភ្នំអរគុណច្រើនមែនទែនដែលបងប្អូនទាំងគ្នាបានស្ដាប់នៅភាគ3ហើយសូមបងប្អូនទាំងគ្នាបានរងចាំស្ដាប់នៅភាគបញ្ចប់បន្តទៀតបាទអរគុណច្រើន